ព្រេងខ្មែរភាគ1រឿងទី3រឿងពស់កេងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់អត់មានពឹសទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្ស2នាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនចិត្តខាងគេបបួលគ្នាទៅរកអស់ឯនាងនេះឮថាគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅផងលីដឹងចូលព្រៃបានឃើញអស់មួយធំនាងនេះយកដឹងពូអស់លុះពូយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់នាងនេះមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយឡើងថាអើបើនាងឯងដោយអញធ្វើជាប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាអើលែងតែអ្នកឲ្យដឹងមកខ្ញុំចុះចាំល្ងាចសុំខ្ញុំឲ្យមេអេតមកហៅពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសុំឲ្យមេអេតមកហៅហើយនាងនេះក៏ទូលអស់ទៅផ្ទះជាមួយនាងអេតលុះដល់ប្រលប់នាងនេះក៏ប្រាំមេអេតជាកូនឲ្យទៅហៅពស់កេងកងនាងអេតទៅដល់ឈរនៅមាត់រន្ធពស់ហៅថាពស់កេងកងអើយនាងនេះឲ្យហៅឯពស់កេងកងឮហើយលូនចេញមកនាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញោមអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំពី3ឆ្នាំទៅមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ចិត្តភ្លឺទៅពស់កេងកងលានាងនេះទៅរួមវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសំអ្នកមកពស់កេងកងក៏ទៅឯរួមខ្លួនវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំណាស់ហើយវែងផងមួយទៀតខំក្នុងចិត្តត្បិតម្ដាយសាហាយនឹងពស់នាងអេតទៅដល់មាត់រូងហើយហៅថាពស់កេងកងអើយនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអេតអើយថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំពី3ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមកហើយចេះតែទៅមកតែសប្តាហ៍ថ្ងៃនាងនេះសាហាវនឹងពស់កេងកងតតែហើមលុះដល់យូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែគាត់សាហាវនឹងពស់កេងកងតែវេលាប្រឡប់កាលណាឲ្យខ្ញុំទៅហៅតែសប្តាហ៍ថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ល្ងាចហងឯងទៅហៅពស់នោះទៀតអញចាំកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រឡប់ទៅក៏ហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅកេងកងឮហើយឆ្លើយថានាងអេតអើយថាអញមិនទៅឪពុកអេតនៅកាត់កអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួយអង្កាំពី3ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកនាងមិនទាន់មកពីជួយអង្កាំមែនក៏ទៅដូចសប្តាហ៍ថ្ងៃឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពស់កេងកងលូនចូលក្នុងទ្វារបន្តិចឪពុកនាងអេតកាត់កដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្តាមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពត្រាហើយកណ្ដាលខ្លួនយកទៅពន្លះបន្លាត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងត្រូវតែទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯ
នាងនេះពុំបានដឹងថាប្តីកាប់ពោះសាហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពោះមកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមីអេតដួសសម្លយកមកស៊ីបាយកាលនាងអេតដួសសម្លមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពោះដាក់លើមេពុត្រាវាចង់ស៊ីសាច់ពោះវាបោលថាក៏លើក្លែមខ្លងលេបសាច់ប្តីឯងនាងនេះកំពុងស៊ីបាយឮក្អែកបោលដូច្នោះក៏មើលទៅលើមេពុត្រាឃើញក្បាលពោះកេងកងនៅលើមេឈើហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហើយដូចម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលងទឹកភ្នែកឯក្អែកនោះចេះតែបោលថាក៏លើក្លែមខ្លមលេបសាច់ប្តីឯងក្បាលដាក់លើដើមពុត្រាកន្ទុយដាក់លើស្កានាងនេះមើលទៅលើស្កាឃើញកន្ទុយពោះកេងកងនៅលើនោះឯប្តីនាងនេះដឹងថាប្រពន្ធសាហាយនឹងពោះកេងកងពិតប្រាកដហើយក៏នឹកភ្នោក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផើមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែ2នាក់ម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីសម្ងាត់ស្មានតែប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងជប់កក់សក់នៅទីនោះចុះឯនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាត់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមួយ